នៅពេលដែលឈរនៅនេះខ្ញុំនិយាយដោយមោទនភាពហើយរំភើបជាមួយអ្វីដែលបាត់ដំបងបានធ្វើអភិវឌ្ឍខ្លួនហើយស្មោះត្រង់ពី3ថ្ងៃនេះខ្ញុំជិះទៅខ្ញុំក៏ឃើញកលុកឃើញអីទាំងអស់នឹងដែរយើងភាគច្រើនយើងចូលចិត្តរិះគន់ប៉ុន្តែយើងអត់ដែលសរសើរសួស្តីបងប្អូនទាំងគ្នាឥឡូវខ្ញុំកំពុងនៅខេត្តបាត់ដំបងហើយខ្ញុំដើរតាំងពីចុងសួនសិល្បៈមករហូតមកដល់វេទិកាអុំទូកនេះជិតដល់ស្ពានថ្មចាស់ហើយអញ្ចឹងជិតផុតមាត់ស្ទឹងហើយអ្វីដែលខ្ញុំចង់ទៅសារបាត់ដំបងអភិវឌ្ឍខ្លួនជាពិសេសនៅតាមមាត់ស្ទឹងមានផ្លូវដើរមានកន្លែងហាត់ប្រាណមានអីមើលច្រើនមែនទែនហើយជាពិសេសខេត្តបាត់ដំបងអ្វីដែលមានមោទនភាពបំផុតតាំងពីទូចមកគឺ clean បងប្អូនឃើញគាត់ដើរសម្អាតគាត់ដើរអីអញ្ចឹងទៅបាត់ដំបងតែងតែជាប់ជាទីក្រុងស្អាតរហូតហើយតាំងពីទូចមកខ្ញុំមកខេត្តខ្លួនឯងខ្ញុំរំភើបហើយខ្ញុំសប្បាយចិត្តព្រោះវាទទួលបានអារម្មណ៍សម្រាកវាស្រស់ស្អាតវា fresh បានន័យថាស្រស់ស្រាយខ្លាំងមែនទែនមិនថានៅក្នុងខេត្តបាត់ដំបងបើសិនមកបងប្អូនចេញក្រៅខេត្តបាត់ដំបងសើវាស្រែវាស្រូវឈ្ងុយក្លិនស្រូវឈ្ងុយក្លិនអីអញ្ចឹងទៅប៉ុន្តែបើសិនមកបងប្អូនមកក្នុងខេត្តបងប្អូននឹងឃើញភាព clean ឃើញប្រវត្តិសាស្ត្របងប្អូននឹងឃើញអីផ្សេងហើយរហូតមកដល់ពេលឥឡូវនេះបងប្អូនឃើញហ៎បាត់ដំបងអភិវឌ្ឍខ្លួនមានប្រកាន់ដៃមានអីតាមមាត់ស្ទឹងហ្នឹងគឺស្អាតរហូតអញ្ចឹងតែម្ដងអញ្ចឹងក្នុងនាមជាអ្នកបាត់ដំបងខ្ញុំពិតជាមានមោទនភាពហើយឃើញខេត្តខ្លួនឯងចាប់ផ្ដើមអភិវឌ្ឍធ្វើរឿងរ៉ាវទាំងអស់ហ្នឹងខ្ញុំរំភើបមែនទែនហោះពីរ៉ូស៊ីមកអ្វីដែលជាគោលដៅខ្ញុំមួយផ្សេងទៀតខ្ញុំគិតថាខ្ញុំនឹងមកដល់ខេត្តបាត់ដំបងខ្ញុំនឹងថតរឿងរ៉ាវមួយចំនួនទោះមានពេលខ្លីក៏ដោយខ្ញុំនឹងឆ្លៀតពេលជិះពីផ្ទះមកដើម្បីថតដើម្បីផ្ដិតយករឿងរ៉ាវផ្សេងប្រវត្តិសាស្ត្រផ្សេងអីតិចតួចដែលខ្ញុំអាចចែករំលែកបានខ្ញុំនឹងចែករំលែកហើយនៅពេលដែលឈរនៅនេះខ្ញុំនិយាយដោយមោទនភាពហើយរំភើបជាមួយអ្វីដែលបាត់ដំបងបានធ្វើអភិវឌ្ឍខ្លួនហើយខ្ញុំជឿថាពេលវីដេអូនេះចេញទៅបងប្អូននឹងប្រតិកម្មដូចវីដេអូមួយដែលខ្ញុំធ្វើនៅរុស្ស៊ីអញ្ចឹងដែរបងប្អូននឹងនិយាយអំពីរឿងបញ្ហាផ្លូវថ្នល់ផ្សេងដែលអត់ទាន់ធ្វើហើយមានកលុកមានអីនៅក្នុងខេត្តអញ្ចឹងទៅហើយស្មោះត្រង់ពី3ថ្ងៃនេះខ្ញុំជិះទៅខ្ញុំក៏ឃើញកលុកឃើញអីទាំងអស់នឹងដែរពិតជាអត់ទាន់ធ្វើហើយមែនរហូតមកដល់ឥឡូវប៉ុន្តែបងប្អូនដឹងរឿងអីដែលរំភើបអត់យើងភាគច្រើនយើងចូលចិត្តរិះគន់ប៉ុន្តែយើងអត់ដែលសរសើរទេប៉ុន្តែខ្ញុំមកដល់នេះអ្វីដែលខ្ញុំរំភើបពីពងកាលពេលដែលប្រជាជនប្រតិកម្មច្រើននៅពេលដែលគេនិយាយច្រើនអំពីបញ្ហាផ្សេងរឿងផ្លូវរឿងអីហ្នឹងខ្ញុំឃើញមានការឆ្លើយតបនិងបកស្រាយនិយាយថាផ្លូវនឹងចាប់ផ្ដើមធ្វើនៅ2026ហ្នឹងហើយអញ្ចឹងរហូតមកដល់ឥឡូវពេលខ្ញុំជិះនៅក្នុងក្រុងហ្នឹងខ្ញុំឃើញផ្លូវមួយចំនួនពិតជាបានធ្វើមែនអញ្ចឹងនេះជាសញ្ញាល្អយើងសង្ឃឹមថាផ្លូវនឹងធ្វើបានឆាប់ហើយគ្រប់ផ្លូវហើយទីក្រុងយើងនឹងកាន់តែស្អាតហើយការអភិវឌ្ឍផ្សេងនឹងកាន់តែកើតឡើងអញ្ចឹងក្នុងនាមជាអ្នកបាត់ដំបងម្នាក់ខ្ញុំក៏សូមអំពាវនាវដល់រដ្ឋបាលខ្ញុំអត់ដឹងថានិយាយទៅស្ថាប័នណាឲ្យត្រូវប៉ុន្តែសង្ឃឹមថាផ្លូវនឹងធ្វើឲ្យកាន់តែលឿនកាន់តែឆាប់ប៉ុន្តែខ្ញុំក៏ចង់ទៅសើដល់អំពីការខិតខំប្រឹងប្រែងធ្វើពីព្រោះខ្ញុំឃើញផ្លូវមួយចំនួនធ្វើហើយនេះគឺជារឿងដែលអត់មានតែគេនិយាយទេពីព្រោះគាត់ខំប្រឹងធ្វើគាត់ខំប្រឹងអភិវឌ្ឍហើយអញ្ចឹងនៅពីក្រោយសមិទ្ធផលផ្សេងទៀតយើងក៏គួរតែសើដូចគ្នាហើយនៅពីក្រោយបញ្ហាផ្សេងយើងលើកសំឡេងហើយយើងចូលរួមទាំងអស់គ្នាដើម្បីភាពប្រសើររបស់ខេត្តយើងអញ្ចឹងថ្ងៃនេះខ្ញុំពិតជាឃើញការអភិវឌ្ឍនៅតាមដងស្ទឹងសង្កែហើយខ្ញុំពិតជាទទួលបានអារម្មណ៍ល្អនៅពេលដើរលេងមែននេះជាអារម្មណ៍របស់ខ្ញុំផ្ទាល់ហើយខ្ញុំក៏ឃើញផ្លូវដែលអត់ទាន់ធ្វើឲ្យមានកលុកខ្ញុំពិតជាឃើញមែនកុំឲ្យបងប្អូនខមមិនថាអង្គុយនិយាយតែនៅបរទេសអត់ដែលឃើញទេអ្នកនៅក្នុងក្រុងបាអីអញ្ចឹងថ្ងៃនេះខ្ញុំមកហើយខ្ញុំទទួលស្គាល់ថាខ្ញុំឃើញកលុកឃើញអីមែនប៉ុន្តែជាមួយគ្នាខ្ញុំក៏ចង់សរសើរដល់គណៈនៃគណៈអភិបាលខេត្តដែលខិតខំប្រឹងធ្វើផ្លូវថ្មីហើយជាមួយគ្នាយើងក៏សង្ឃឹមថាគាត់នឹងខិតខំប្រឹងប្រែងធ្វើថែមទៀតជាពិសេសធ្វើឲ្យលឿនឆាប់ហើយទាំងអស់គ្នាដើម្បីស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិមកកាន់ខេត្តយើងកាន់តែច្រើននេះគ្រាន់តែជាគំនិតខ្ញុំហើយខ្ញុំសាទរជាមួយខេត្តខ្លួនឯងប៉ុន្តែបើសិនបើបងប្អូនទាំងអស់គ្នាយល់ឃើញមិនក៏ភ្លេច comment នៅខាងក្រោមផងហើយបើសិនបើចូលចិត្តវីដេអូមួយនេះហើយចង់ចែករំលែកអំពីភាពវិជ្ជមានភាពល្អរបស់ខេត្តខ្លួនឯងជាពិសេសខេត្តបាត់ដំបងផ្ទាល់កុំភ្លេចចែករំលែកវីដេអូនេះម្នាក់មួយអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំចន្ទរិទ្ធសូមអរគុណ